ថ្ងៃនេះគឺជាថ្ងៃសុក្រ800 ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែមេសាគ្រិស្តសករាជ2026ថ្ងៃនេះដែរខ្ញុំបកណាអាត្មាភាពមានឱកាសបានទៅចូលយកវត្តប្រណិប័តគោរពចំពោះព្រះឧបសម្បទាចារ្យដែលជាអ្នកផ្ដល់នៅភាពជាភិក្ខុភាវៈដល់ខ្ញុំបកណាតាំងពី3ឆ្នាំមុនដោយសារតែកាលពីមុនខ្ញុំកណានៅឆ្ងាយហើយឥឡូវនេះខ្ញុំកណាអាត្មាភាពបានមកនៅស្រុកកំណើតចឹងក៏រលឹកឃើញនៅព្រះឧបជាចារ្យដែលជាអ្នកមានគុណដំបូងបន្ទាប់ពីការបួសជាភិក្ខុភាវៈគឺព្រះឧបសម្បទាចារ្យនឹងឯងហើយព្រះឧបសម្បទាចារ្យបានឲ្យពរដល់ខ្ញុំកណាអាត្មាភាពឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនអញ្ចឹងហើយពរនេះខ្ញុំកណាក៏សូមត្រេកអរអនុមោទនាទទួលសាធុហើយសូមចូលរួមចែករំលែកនៅបុណ្យកុសលនេះជូនទៅដល់សពសាស្ត្រទាំងអស់ជាពិសេសជូនបុណ្យកុសលនេះដល់ញាតិញោមពុទ្ធបរិស័ទដែលបានមើលបានទស្សនានៅវីដេអូនេះដោយសេចក្តីគោរពជ្រះថ្លាសូមជ្រះថ្លាអនុមោទនា